2ឆ្នាំទៅថេតប្រកួតនៅលើសង្វៀន113ដងឈ្នះ98ដងចាញ់11ដងស្មើ4ដងក៏ធ្លាប់ផ្ដួលគូតស៊ូនៅលើសង្វៀនចំនួន51ដងបច្ចុប្បន្នវឹកហាត់នៅក្លឹបប្រដាល់ពេជ្រសុផាន់គុនខ្មែរនៃសមាគមកីឡាកងយុទ្ធពលខេមរៈភូមិន្ទដែលមានលោកគ្រូពេជ្រសុផាន់ជាគ្រូបង្វឹកអស់លោកស្រីអ្នកនាងកញ្ញាក៏សូមណែនាំឲ្យស្គាល់ម្ចាស់ឡាន Boostrong ដំបងគេបង្អស់វិញ្ញាសាគុណខ្មែរក្របីព្រៃមុខដែកពេជ្រសាមបាកម្ពស់ 1.77 អាយុ 26 ឆ្នាំ វាបពស់នេះខាងណា27ដងឈ្នះ20ដងនិងចាញ់4ដងក្នុងនោះធ្លាប់ផ្ដួលគូតស៊ូឲ្យចន្លប់និងបោះបង់ការប្រកួតចំនួន11ដងលោកស្រីលោកកញ្ញាបែកភាពខ្សែក្រវ៉ាត់ហ្គេមស្បឺកគុណខ្មែរ60គីឡូក្រាមមកពីព្រះរាជាណាចក្រអេស្ប៉ាញអ្នកលេងកណ្ដាប់ដៃបច្ចុប្បន្នទំជួសរោមហើយហើយអត់ឡើងវិញមានកម្លាំងវិញយើងមានអាជ្ញាកណ្ដាលនៅក្នុងសង្វៀនការប្រកួតនៅខ្សែក្បាច់នេះយាយហ៊ានថា50ហើយឆ្លៀតក្នុងឱកាសនេះមុននឹងដល់ការថ្វាយបង្គំគ្រូខ្ញុំបានមានកិត្តិយសសូមគោរពអញ្ជើញអាយុឧត្តមខៅឆាយប្រធានសហព័ន្ធកីឡាបណ្ដាលគុណខ្មែរអមដំណើរដោយបាទលោកគង់វិសាលដែលជាអនុប្រធានសហព័ន្ធកីឡាបណ្ដាលគុណខ្មែរយកខ្សែក្រវ៉ាត់រួមទាំងមានសារពិសេសមួយជូនដល់បងប្អូនពុកម៉ែបងប្អូននឹងមានដំណឹងពិសេសពីអាយុឧត្តមខៅឆាយនាពេលនេះហើយដែលមានលោកចាស៊ីនតូបាទដែលជាអ្នកដឹកនាំកីឡាករមកអមដំណើរនៅក្នុងពេលនេះផងដែរសូមផ្ទះដៃអបអរសាទរទាំងអស់គ្នាបាទស្ដាប់បទបញ្ជានៃការប្រកួតប្រដាល់គុណខ្មែរពីលោកអញ្ញាកណ្ដាលខឹមសុជាតិវាចាំបាច់ไปស្បាតចាប់ហើយហ្នឹងជួយរបស់ពិតទឹកទី1 round 1ទឹកទី1ចាប់ផ្ដើមអរគុណដល់ Gensberg បាទឲ្យផ្ទះនឹងឡានជាច្រើនដល់កីឡាករគុណខ្មែរយើងឥឡូវចូលដល់ទឹក1តតស្ដាំមួយហើយក៏សងស្ដាំមកវិញណែបាទសេនាថៃផ្កាសេនាថៃផ្កាម្នាក់មកតងហើយតតស្ដាំពីសម្បត្តិឆ្វេចុះវិញពីម៉ារីអូចូលចាប់រុញចោលមួយពីពេជ្រសម្បត្តិដាក់មកដៃស្ដាំឆ្វេពីសម្បត្តិណែអូយយ៉ាម៉ារីអូយកស្នៀតតែពេជ្រសម្បត្តិបាទអាសាផ្ដួលដៃគូបត់ចៃស្ដាំពីម៉ារីអូរុញមួយសេដាថៃផ្កាពីពេជ្រសម្បត្តិបាទអូម៉ារីអូចាប់ជាប់អញ្ញាកណ្ដាលមកបែកបាទលឿនរហ័សហើយវាយឡើងតាមទឹកមួយថាចាប់ដៅនេះបដូរដៃចូលចាប់រុញចោលមួយពីពេជ្រសម្បត្តិបាទលើការប្រកួតចាប់ដើមគាត់ទៅអានោះទៅទាត់ស្ដាំមួយបឆោតមួយពីពេជ្រសម្បត្តិបាទរពុកប្រចាំស្ដាំសេដាថៃផ្កាញ៉ាច់តែម៉ារីអូអត់បញ្ហាម៉ារីអូគាត់ចែកឆ្វេងមួយបាទចូលសៀបស្កាខាងស្ដាំរបស់សម្បត្តិសងស្ដាំមកវិញបាទចាក់ក្នុងស្ដាំពីពេជ្រសម្បត្តិរុញចោលពីពេជ្រសម្បត្តិបាទមួយម៉ារីអូបំណងតែអាពេជ្រសម្បត្តិវាអត់ម៉ារីអូចូលចិត្តរុញចោលពីពេជ្រសម្បត្តិអាមេពេជ្រសម្បត្តិទៅហើយចូលចិត្តពេជ្រសម្បត្តិពេជ្រសម្បត្តិឆ្វេងស្ដាំមកវាយមួយពេជ្រសម្បត្តិមួយប្រចាំឆ្វេងអូយមួយដៃពេជ្រសម្បត្តិប្រចាំទៅសេដាថៃផ្កាទៅការតងនេះហើយបាទចូលច្រើនចូលដូចគ្នាចូលដៃចូលដៃវាឥឡូវនេះមកចូលលេជេចាប់ពីមកចាប់អត់ត្រូវបាទលោកឆ្វេងពីម៉ារីអូអូលេជេដតស្ដាំបាទពីម៉ារីអូពេជ្រសម្បត្តិដើរចូលពីអពុះអត់ត្រូវតាំងមកវិញមកពីសម្បត្តិឆ្វេងស្ដាំចង់តែយ៉ាងណាបាត់មួយកុំច្រងចូលឆ្វេងមកវិញស្ដាំមកវិញស្ដាំម៉ារីអូឆ្វេងស្ដាំបួរបាទឈ្នះយើងរកចូលម៉ារីអូវិញបាទចូលឆ្វេងបាទម៉ារីអូឆ្វេងស្ដាំមិនឲ្យពីខ្លាំង6 7 អូយ 7 8
យេមិនចេះមករកហើយ បាទម៉ារីអូវិញបាទពុជសម្បត្តិចុងចាប់ឥឡូវបន្តដើរចូល បកគោលហើយវិញ ហាក់ដល់មកចោលលពេញហាក់ដល់មកចោលលពេញពុជសម្បត្តិដើរចូលពុជសម្បត្តិ អត់តោះតា វេស្ដាំពុជសម្បត្តិស្ដាំឆ្វេងពុជសម្បត្តិឆ្វេង ទុនតោះវាយចូលទុនឡងហើយមានរឹង 2 3 4 5 6 7 8ចប់ទឹកទី1 and now round 1 វងវែងដែរបងប្អូនមិញឥឡូវយើងចាំទស្សនាបាទផ្ទាំងទស្សនីយភាពកាលពីទឹកទី1នេះបើកឆាកដំបងបាទគេហៅថាថ្វាយផ្កាក្បាច់មិញនេះហើយក៏បាទម៉ារីអូជូនផ្កាហើយក៏សម្បត្តិជូនផ្កាមកតងទៅវិញអត់ទៅនេះដើរចូលពីម៉ារីអូមួយដៃនេះពេញកញ្ចប់មាត់បាទកន្លែងហូបបាទសម្បត្តិបេះចូលទៅនេះរៀងទាញហកពូមកកែងបាទក្បាច់នេះសម្បត្តិអាសាប្រើមែនទែនទៅនេះបាទហើយក៏ឆ្វេងស្ដាំពីពេញសម្បត្តិបាទស្ដាំទៅនេះប៉ើងហើយក៏ស្ដាំឆ្វេងស្ដាំបាទម៉ារីអូរាប់លើកទី1 ចាប់ទឹកទី1ទឹក2សិនទេ ខ្មែរអេស្ប៉ាញទឹកទី2 រ៉ា round វទី2ចាប់ផ្ដើមបាទដើមទឹកឥឡូវនេះដើរចូលពីក្បីព្រៃម្ចាស់ឡានទូស្រងដើរចូលពីសម្បត្តិដើរចូលដើរស្ដាំមួយសម្បត្តិចូលចាប់ពីម៉ារីអូ ងរកជើងមកជើងមក ចូលមកដៃទៀនហើយដើរឆ្វេងស្ដាំអូបាត់បង់ពីម៉ារីអូបាទ5ដៃចូលគ្នាពីសម្បត្តិដើរចូលសេដាថ្វាយផ្កាវាយផ្កាហើយក៏ចាក់ចូលស្ដាំមួយពីម៉ារីអូចូលស្ដាំមកវិញពីសម្បត្តិបាទកម្ពុជារួមប្រចាំឆ្វេងអត់ត្រូវសេដាថ្វាយផ្កាមួយទាញវិញកន្លែងកាយប្រឡងបាទតាមទៅទឹកឆ្វេងបាទហៅថាចូលស្ដាថ្វាយផ្កាចូលពេញរួមប្រចាំស្ដាំពីសម្បត្តិបាទម៉ារីអូកំពុងតែបាទអោនមុខចាំសងបោះជង្គង់ស្ដាំពីម៉ារីអូបាទជង្គង់នឹងហើយបាទដែលធ្លាប់ឈ្នះកីឡាករយើងអូយទឹកទី2កាន់តែរំខានលោកឆ្វេងពីម៉ារីអូតើឆ្វេងអត់ត្រូវអត់ត្រូវគៀបបាទឆ្វេងស្ដាំពីម៉ារីអូមកវិញអាញាកតាបបែកបន្ទាប់ពីដៃគ្នាមួយប្រៅបោះជង្គង់ស្ដាំពីម៉ារីអូលោកឆ្វេងពីម៉ារីអូដើរចូលពីពេញសម្បត្តិដើរចូលហើយដើរស្ដាំដើរចូលពីពេញសម្បត្តិម៉ារីអូបោកមុខទៅហើយចូលស្ដាំម្ដាយពីពេញសម្បត្តិបួទៅបាទ ពាក់កណ្ដាល 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 1
អត់ឡើយចឹងវិញក្បាលណា 4 5 9 10 6 ឈ្នះបានទឹក2 7 ទឹក2ឈ្នះហើយយើងlại lại 9 វ៉ាវស្នៀតខ្មែរគេហៅថាសេដាថ្វាយផ្កាស្នៀតនេះពេជ្រសម្បត្តិធ្វើបានល្អច្រើនប្រកួតណាស់បាទចូលរួមសោកស្ដាយដល់ម៉ារីអូផងបាទស៊ូមែនទេ Gensberg គុណខ្មែរបានទៅលើបង្គោលក្រហម